ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើញ៉ាំមីសួរសាច់ជ្រូក3ជាន់ចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនទៅតាមដានទស្សនាវីដេអូរបស់នេះខ្ញុំទាំងអស់គ្នាខ្ញាអីឥឡូវមកចាដំបូងនេះខ្ញុំបានដាំទឹកចំនួនកន្លះឆ្នាំងហ្នឹងឲ្យក្តៅសិនទៅនេះខ្ញុំយកសាច់ជ្រូក3ជាន់ចំនួន4ខាំយកវាមកស្ងោរឆ្អិនណាបងប្អូនហើយខ្ញុំក៏បានបន្ថែមខ្ញីហើយខ្ទឹមសហើយនឹងអំបិលចំនួន1ស្ព្រាកាហ្វេដែររួចស្ងោររហូតតែសាច់ជ្រូកនោះវាឆ្អិនបានល្អសិនខ្ញុំឡងពេលរងចាំឥឡូវនេះខ្ញុំមកត្រាំមីសួរជាមួយនឹងទឹកក្តៅបងប្អូនហើយមីសួរនេះខ្ញុំដាក់ចំនួន2ដុំហ្នឹងក្នុងម្ដុំវាមានទម្ងន់1ខាំបងប្អូនចានេះខ្ញុំដាក់វាត្រាំជាមួយទឹកក្តៅរយៈពេល1នាទីបានហើយវាទន់ល្អហើយនេះខ្ញុំចាក់វាចេញពីទឹកណាហើយបន្លែនេះខ្ញុំមានការ៉ុតចំនួនកន្លះមើមនេះខ្ញុំឈូសវាជាសរសៃស្ដើងហើយស្ពៃក្តោបនេះខ្ញុំដាក់ចំនួន1ជំរាកបងប្អូនមួយជំរាកហ្នឹងយើងហាន់វាជាខ្សែស្ដើងដែរមកហើយត្រសក់នេះខ្ញុំដាក់ចំនួន2ផ្លែហើយហាន់វាឲ្យល្អិតតូចអញ្ចឹងដែរមកហើយម្ទេសហាវ៉ៃនេះខ្ញុំយកពណ៌ក្រហមដោយសារម្ទេសហាវ៉ៃវាមានរសជាតិហឹរទេបងប្អូនគឺវាផ្អែមនេះខ្ញុំហាន់វាស្ដើងដែរហើយខ្ទឹមក្រហមនេះខ្ញុំដាក់ចំនួន2មើមចំណែកក្រូចឆ្មានេះខ្ញុំហាន់វាទុកឲ្យហើយចំនួន4ចំណិតណាឥឡូវនេះខ្ញុំមកបុកខ្ទឹមស4កំពឹសម្ទេសចំនួន4ផ្លែបងប្អូនចូលចិត្តហឹរខ្លាំងអាចដាក់បន្ថែមលើសនឹងបានឥឡូវមកសាច់ជ្រូកវិញម្ដងឆ្អិនហើយបងប្អូននេះខ្ញុំស្រង់ចេញទុកឲ្យត្រជាក់ឥឡូវមកធ្វើទឹកញ៉ាំវិញម្ដងនេះខ្ញុំដាក់ទឹកប្រហុកសម្រាប់បុកល្ហុងហ្នឹងចំនួន3ស្ព្រាបាយទឹកត្រី4ស្ព្រាបាយស្ករត្នោត1ស្ព្រាបាយប៊ីចេង1ស្ព្រាកាហ្វេម្សៅស៊ុបសាច់ជ្រូក1ស្ព្រាកាហ្វេទឹកអំពិលទុំចំនួន4ស្ព្រាបាយហើយនេះខ្ញុំបានដាក់ទឹកដែលបានស្ងោរសាច់ជ្រូកចំនួន2កូនវែករួចកូរឲ្យស្ករត្នោតវារលាយបានល្អសិនមកទៅនេះខ្ញុំច្របាច់ក្រូចឆ្មាចូលចាំតបពីបាយក្រូចឆ្មាចូលហើយដាក់ម្ទេសហើយនឹងខ្ទឹមដែលបានបុកមុននឹងចូលមកតែប៉ុណ្ណឹងទឹកសម្រាប់ញ៉ាំគឺរួចរាល់ណាបងប្អូនចំណែកសាច់ជ្រូកវាត្រជាក់ហើយនេះខ្ញុំយកវាមកហាន់ជាបន្ទះស្ដើងដើម្បីវាឆាប់ចូលជាតិណាបងប្អូនពេលណាយើងហាន់ស្ក្រាស់វាងាយចូលជាតិរួចយកបន្លែមីសួរសាច់ជ្រូកជីនឹងវងជីថ្ពាល់ត្រីហើយស្រោចទឹកញ៉ាំនឹងចូលមកហើយនេះខ្ញុំដាក់សណ្តែកដីលីងចូលរួចច្របល់ឲ្យវាចូលជាតិបានល្អសិនតែសម្រាប់រសជាតិបងប្អូនអាចដាក់រសជាតិដិតឬស្រាលតាមចំណង់ចំណូលចិត្តតែនេះខ្ញុំយកទៅហូបលេងអញ្ចឹងណាបងប្អូនមិនមែនហូបជាមួយបាយទេអញ្ចឹងនេះខ្ញុំមិនយករសជាតិដិតខ្លាំងទេចាឥឡូវរួចរាល់ហើយខ្ញុំដួសដាក់ចានហើយមុននឹងហូបខ្ញុំបន្ថែមសណ្តែកដីលីងបន្តិចទៀតចាអញ្ចឹងរួចរាល់ហើយណាបងប្អូនអាចសាកល្បងធ្វើហូបបានចាវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នេះខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា